យល់សុបិនឃើញឆ្កែខាំការយល់សុបិនឃើញឆ្កែខាំជាប្រផ្នូលដាស់តឿនឲ្យអ្នកប្រុងប្រយ័ត្នចំពោះបញ្ហាផ្លូវចិត្តបញ្ហាទំនាក់ទំនងស្នេហានិងបញ្ហាផ្លូវភេទផងដែរទី2យល់សុបិនឃើញឆ្កែខ្មៅអ្នកគួរតែប្រុងប្រយ័ត្នព្រោះមានអ្នកកំពុងតែគិតមិនល្អមកលើអ្នកជាពិសេសអ្នកគួរតែប្រុងប្រយ័ត្នចំពោះមនុស្សនៅក្បែរខ្លួនឬក៏មនុស្សដែលអ្នកទុកចិត្តបំផុតទី3យល់សុបិនឃើញឆ្កែខាំគ្នាការយល់សុបិនឃើញឆ្កែខាំគ្នាបែបនេះគឺបញ្ជាក់ថាអ្នកអាចនឹងមានបញ្ហាពាក្យសម្ដីនៅកន្លែងការងារឬក៏ធ្វើជាសាក្សីចំពោះរឿងក្តីអ្វីមួយនៅក្នុងអំឡុងពេលនេះអ្នកគួរតែកុំសូវនិយាយអ្វីដែលអត់ប្រយោជន៍ច្រើនពេកព្រោះអាចនឹងមានបញ្ហាមកលើខ្លួនអ្នកទី4យល់សុបិនឃើញឆ្កែប្រឡែងគ្នាលេងជាមួយនឹងយើងមានន័យថាអ្នកកំពុងតែមានមនុស្សជាច្រើនលួចស្រឡាញ់អ្នកឬក៏មានអ្នកចូលចិត្តនឹងចង់រាប់អានអ្នកចឹងហើយគួរតែបើកចិត្តឲ្យទូលាយដើម្បីទទួលយកមិត្តថ្មីឬក៏ដៃគូជីវិតថ្មីទី5យល់សុបិនឃើញឆ្កែស្លាប់ឬក៏ងាប់ទំនាយទាយថាអ្នកនឹងបាត់បង់មនុស្សដែលអ្នកស្រឡាញ់ឬក៏មិត្តភក្តិដែលស្មោះត្រង់នឹងអ្នកជាពិសេសគឺដៃគូសង្សាររបស់អ្នកបើអ្នកមានសង្សារនឹងអាចបាត់បង់សង្សារប៉ុន្តែបើអ្នកមានមិត្តភក្តិល្អឬក៏មិត្តភក្តិស្មោះត្រង់គឺអាចនឹងបាត់បង់ផងដែរទី6យល់សុបិនឃើញឆ្កែលូខ្លាំងទំនាយទាយថាអ្នកនឹងទទួលបានលាភសំណាងធំនាពេលឆាប់នេះបើអ្នកជាអ្នកធ្វើការរាជការអាចនឹងមានការឡើងឋានៈបនស័ក្តិចាក់ជាពុំខានទី7បើយល់សុបិនឃើញឆ្កែខាំហើយឈាមពេញខ្លួនឬក៏ឈាមដៃឈាមជើងសុបិននេះគឺមិនល្អទេអ្នកគួរតែប្រុងប្រយ័ត្នទាំងផ្លូវក្នុងទាំងផ្លូវក្រៅព្រោះថាអ្នកកំពុងតែមានអ្នកគិតមិនល្អជាពិសេសគឺផ្លូវក្នុងតែម្ដងបើអ្នកយល់សុបិនបែបនេះហើយអ្នកគួរតែទៅវត្តស្រោចទឹកឬក៏ឲ្យឪពុកម្ដាយស្រោចទឹកដើម្បីកាត់គ្រោះនេះចេញព្រោះសុបិននេះគឺអាក្រក់ខ្លាំងមែនតើការយល់សុបិនឃើញឆ្កែខាំគឺមានតែប៉ុណ្្នឹងសូមបងប្អូនជួយចុច Subscribe Channel ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅសុបិនល្អជារៀងរាល់ថ្ងៃសូមអរគុណ